ពួកគេថាផ្លូវជាតិពេកបាច់គេមួយរត់ទៅវះកាត់បង្រិចដើមទ្រូងនិងឡើងពងមុនរៀបការកុំឲ្យគេថាផ្លូវជាតិទៀតទីបំផុតតារាចម្រៀងកូនកាត់ចិនបាច់គេមួយសម្រាប់ចាត់វះកាត់បង្រិចដើមទ្រូងឡើងពងនិងមុនរៀបចំពិធីមង្គលការថ្មីនេះតារាចម្រៀងបាច់គេមួយបានរត់ទៅហាងកែសម្ផស្សមួយកន្លែងដើម្បីឲ្យគ្រូពេទ្យជំនាញវះកាត់កែបង្រិចដើមទ្រូងបាច់គេមួយបាននិយាយថាពេលនេះដើមទ្រូងរបស់នាងធំដូចអ្វីដែលខ្លួនប៉ងប្រាថ្នាហើយក៏គ្មានអ្នកណាហ៊ានហៅខ្លួនថាថ្នោជាតិទៀតដែរកញ្ញាបាច់ទី1ពិតជាពេញចិត្តខ្លាំងចំពោះដើមទ្រូងថ្មីរបស់ខ្លួនជាក់ស្ដែងមួយរយៈពេលចុងក្រោយនេះពេលទៅណាមកណាម្ដងនាងជារើសតែសម្លៀកបំពាក់វាលចំហទ្រូងដើម្បីបង្អួតភ្នែកទស្សនិកជននិងមិត្តភ័ក្តិស្របពេលដែលវះកាត់បង្រិចដើមទ្រូងថ្មីនេះមានព័ត៌មានថាបាច់ទី1និងលោកសរតនៈត្រៀមដឹកដៃគ្នាចូលរោងការក្នុងពេលឆាប់ខាងមុខនេះបន្ទាប់ពីភ្ជាប់ពាក្យអស់រយៈពេលជាច្រើនឆ្នាំចំពោះរឿងមង្គលការបាច់គេមួយនៅតែនិយាយដដែលថានាងពុំទាន់មានកម្រងរៀបការនៅឡើយទេពីព្រោះចង់សន្សំលុយឲ្យបានច្រើនសិនគួររំលឹកផងដែរថាតារាចម្រៀងបាច់គេមួយនិងលោកសយរតនៈបានភ្ជាប់ពាក្យនិងរស់នៅក្រោមដំបូលតែមួយអស់រយៈពេលជាច្រើនឆ្នាំមកហើយអ្នកទាំងពីរក៏មិនខ្វល់ពីរឿងមង្គលការអីដែរពីព្រោះចាស់ទុំសងខាងសុទ្ធតែបានដឹងនិងបានឮអំពីរឿងនេះមិនថាបាច់គេមួយចង់ធ្វើអ្វីលោកសយរតនៈគ្រប់គ្រងនាងគ្រប់បែបយ៉ាងពិសេសរឿងកែសម្ផស្សនិងបង្រិចដើមទ្រូងជាដើម